ជំរាបសួរអ្នកទាំងគ្នាថ្ងៃនេះសូមអញ្ជើញតាមដានរឿងយីពូហ្វាន់ក្នុងភាគទី149បន្តទៀតហើយបើសិនជាបងប្អូនគិតថារឿងនេះល្អមើលសូមខមមិនពាក្យថាល្អមើលព្រមទាំងចុច like subscribe បើកសញ្ញារូបកណ្ដឹងឲ្យ admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសាច់រឿងរបស់យើងចាប់តាមឡើងនៅកម្មវិធីជប់លៀងរបស់ក្រុមហ៊ុនយូវ៉ាន់លូពូហ្វាន់ហើយនឹងគ្នារបស់គេក៏បានចូលរួមគណៈពេលដែលអបិឆាងនឹងមានការចំណាយខ្លាំងជាខ្លាំងព្រមទាំងគិតថាបន្តិចទៀតភ្ញៀវកិត្តិយសដ៏សំខាន់របស់គេនឹងអញ្ជើញមកប្រកាសជាពូហ្វាន់ត្រូវរើអីវ៉ាន់ចាត់ចេញពីទីកន្លែងនេះជាមិនខានតែភ្ញៀវកិត្តិយសដ៏សំខាន់ដែលគេអញ្ជើញមកដោយផ្ទាល់នោះគឺជាអ្នកស្រីគ្រួសារធានគឺធានលូអ៊ីនឹងឯងគ្រាន់តែបានឃើញវត្តមានរបស់ធានលូអ៊ីមកអញ្ចឹងបានធ្វើឲ្យបេឆាងនឹងគឺសប្បាយចិត្តខ្លាំងណាស់បន្ទាប់មកបេឆាងហើយនឹងក៏បានណែនាំទៅកាន់ពូហ្វាន់ថានាងគឺជាអ្នកនាងធានលូអ៊ីគឺជាម្ចាស់មុខចំនួនធំគ្រប់ប្រភេទនៅក្នុងទីក្រុងម៉ៃឈីងព្រមជាមួយគ្នានាងក៏ជាភ្ញៀវ VIP របស់គេផងដែរនៅគណៈពេលនោះពូហ្វាន់បានហៅឈ្មោះធានលូអ៊ីដែលធ្វើឲ្យបេឆាងហើយនឹងមានការភ្ញាក់ផ្អើលក៏ប៉ុន្តែគិតចុះគិតឡើងទៅមិនមែនទេក៏ប្រហែលជាពួកគេអត់ស្គាល់គ្នាឡើយគ្រាន់តែឈ្មោះរបស់នាងធាននឹងល្បីរន្ទឺតែប៉ុណ្ណោះទៅបានជាពូហ្វាន់ស្គាល់ហើយចំណាក៏ប្រាប់ឲ្យធានលូអ៊ីមកចាំខ្វាយខ្វល់ពីបុគ្គលិកថ្នាក់តូចដូចជាពូហ្វាន់នឹងទេក្រៅពីនឹងក៏និយាយឌីដងទៅកាន់ពូហ្វាន់ដែរថាអាត្មាណាភ្ញៀវកិត្តិយសរបស់ឯងអញ្ជើញមកនឹងមកដល់ទេគណៈពេលហ្នឹងធានលូអ៊ីក៏ចង់និយាយទៅកាន់ពូហ្វាន់ដែរតែត្រូវបានពូហ្វាន់កវីក្បាលប្រាប់ឲ្យលេងល្បែងជាមួយនឹងអបិឆាងហើយនឹងបន្តិចទៀតទេក៏ប៉ុន្តែចៃនឹងលះខ្លាំងណាស់គេនាងចង់ចូលទៅចិត្តពូហ្វាន់ហើយនិយាយជាមួយនឹងគេព្រោះថានេះគឺជាការល្អរបស់នាងខ្លាំងណាស់មិនដែលបាននៅចិត្តពូហ្វាន់ទេការជជែកគ្នាបែបជិតស្និទ្ធចឹងក៏បណ្ដាលឲ្យអបិឆាងហើយនឹងមានអារម្មណ៍ថាដូចជាភ្ញាក់ផ្អើលខ្លាំងណាស់អ្នកទាំងពីរបែរជាស្គាល់គ្នាទៅវិញហើយពេលហ្នឹងនាងក៏បានធ្វើឲ្យឆាងហើយកាន់តែលៀនសួរទៀតហើយនាងមិនត្រឹមតែស្គាល់គេនោះទេថែមទាំងចោបដៃគេឡើងស្អិតតតាត់ទៀតផងដោយធ្វើឲ្យចៃនៅខាងក្រោយនោះមានអារម្មណ៍ថាដូចជាខឹងមែនតែចាត់ស្ដែងទៅមកចាំខឹងគ្នាទេគឺមានច្រើនណាស់ធានលូអ៊ីនាងក៏បានប្រាប់ឆាងហើយតែថានាងនៅក្បែរពូហ្វាន់គេល្អជាងធ្វើជាភ្ញៀវកិត្តិយសរបស់គេអញ្ចឹងក៏បានន័យថាគណៈពេលនេះបេឆាងហើយនោះគឺគ្មានក្នុងបងឯងទៀតទេតែមិនថាយ៉ាងណាគឺគេមិនព្រមចោះចាញ់នៅឡើយស្រ័យជំទាវកណ្ដាលក្រុមហ៊ុនប្រាប់ថាធានលូអ៊ីគឺជាមនុស្សដែលគេអញ្ជើញមកដោយផ្ទាល់ទេអញ្ចឹងបើសិនជាភ្ញៀវកិត្តិយសរបស់ពូហ្វាន់មកមិនល្អគ្រប់គ្រាន់ជាងធានលូអ៊ីនោះទេប្រកាសណាពូហ្វាន់គឺជាអ្នកចាញ់ហើយរើអីវ៉ាន់ចាក់ចេញពីទីកន្លែងនេះទៅធានលូអ៊ីក៏ព្យាយាមបកស្រាយប្រាប់ពូហ្វាន់កុំឲ្យគេយល់ច្រឡំព្រោះថាគ្រួសាររបស់ឆាងហើយធ្លាប់មានទំនាក់ទំនងជាមួយនឹងគ្រួសារធាននាងកាលពីមុនក៏ប៉ុន្តែមិនជិតស្និទ្ធទេនិយាយតែមុនមិនអស់ចិត្តទេថែមទាំងចាប់ដៃគេទៀតធ្វើឲ្យសងនៅក្រោយនោះចង់ផ្ទុះភ្នំភ្លើងតែឡៃយូវ៉ាន់លូឯនេះវិញក៏ត្រូវតែរៀបចំខ្លួនឡើងធ្វើសន្ទរកថាដែរហើយវាក៏ជាការសម្ដែងលើកទី4របស់នាងទោះបីជា4ដងក៏ដោយក៏នាងនៅតែមានអារម្មណ៍ថាភ័យនៅពេលដែលប្រឈមមុខជាមួយនឹងមនុស្សច្រើនពូហ្វាន់ក៏ព្យាយាមលើកទឹកចិត្តនាងប្រាប់ថាមកចាំបារម្ភនោះទេបន្តិចទៀតមានអ្នកគ្រប់គ្រងជាមិនខានធានលូអ៊ីក៏ឆ្ងល់ដែរថាតើនរណាទៅដែលពូហ្វាន់ជើញមកនោះនៅគណៈពេលនោះយើងក៏បានឃើញក្រុមមនុស្សចម្លែកត្រៀមខ្លួនចាត់វិធានការដូចគ្នាបន្ទាប់មកទៀតការសម្ដែងរបស់យូវ៉ាន់លូក៏ចាប់ផ្ដើមមកដល់ហើយនាងក៏មិនទាន់ចាប់ផ្ដើមនោះទេព្រោះនៅមានអារម្មណ៍ភ័យគណៈពេលដែលឆាងហើយនៅវិញក៏នៅតែចង់បបាក់មុខរបស់ពូហ្វាន់ពេលដែលរកភ្ញៀវឃើញក៏ប្រហែលជាគេនឹងត្រូវបាក់មុខបាក់មាត់ជាមិនខានឡើយក៏ប៉ុន្តែផ្ទុយទៅវិញគឺខុសស្រឡះអ្នកដែលពូហ្វាន់ជើញមកគឺមិនមែនជាមនុស្សធម្មតានោះទេនាងគឺជាតារាល្បីគឺសាំងធានទស្សនិកជនអ្នកចូលរួមទាំងអស់មានការភ្ញាក់ផ្អើលរួមជាមួយនឹងយូវ៉ាន់លូដូចគ្នាបន្តមកទៀតយូវ៉ាន់លូក៏មានកម្លាំងចិត្តធ្វើបទសន្ទរកថាព្រមទាំងសម្ដែងជាមួយនឹងសាំងធានដោយដើរតួជាសំខាន់ធ្វើជាភ្ញៀវកិត្តិយសរបស់ពូហ្វាន់ក្រោយពីការសម្ដែងចប់ទៅគឺថាបេឆាងហើយនឹងគឺខ្មាស់គេខ្លាំងមែនទែនព្យាយាមដើរចេញទៅដោយយល់ថាគេនឹងទៅបន្ទប់ទឹកក៏ប៉ុន្តែពូហ្វាន់អត់គិតចឹងទេហើយក៏មិនអនុញ្ញាតឲ្យគេទៅដែរហើយក៏និយាយរំលឹកថាតិនជាមួយនឹងការភ្នាល់រវាងពួកគេទាំងពីរហើយក៏សូមអញ្ជើញឲ្យឆាងហើយនឹងរើអីវ៉ាន់របស់ខ្លួនចេញតែឥឡូវនេះទៅហើយបេឆាងហើយនឹងអាងខ្លួនឯងគឺជាប្រធានក្រុមហើយពូហ្វាន់គឺជាបុគ្គលិកតូចតាចគេព្រមយកនៅការភ្នាល់មួយនេះដាក់ក្នុងចិត្តនោះទេនៅពេលដែលគេចាញ់នោះព្រមទាំងជាស្រាមួយកែវទៅលើពូហ្វាន់ទៀតផងក៏ប៉ុន្តែពូហ្វាន់កិច្ចផុកស្រានោះក៏ហត់ទៅចំយូវ៉ាន់លូដែលធ្វើនាងខឹងជាខ្លាំងដោយសួរថាគេធ្វើចឹងមានន័យថាម៉េចតែបេឆាងហើយក្នុងកណ្ដាលពេលនេះគេលែងខ្វល់លេខទៀតដែរបានតាក់ទឿនស្មារតីរបស់យូវ៉ាន់លូឲ្យមើលឃើញទៅថាស្រីប្រមាណអ្នកនៅក្បែរពូហ្វាន់បើសិននាងហ៊ានទៅលះបង់ឲ្យគេប្រកាសជាខាតជាមិនខានហើយសម្ដីថោកទាបចឹងក៏ចេះតែនិយាយចេញមកដែរពូហ្វាន់ក៏ជូនមកភ្លៀងផាំងចង់បែកមាត់ព្រមទាំងប្រាប់ឲ្យគេឆាប់សុំទៅយូវ៉ាន់លូភ្លាមទៅក៏ប៉ុន្តែគេអត់ព្រមទេថែមទាំងចង់វាយគ្នាមួយស្មើជាមួយនឹងពូហ្វាន់តែមានអាណាត្រូវបានពូហ្វាន់ចាប់កាច់ដៃសង្កេតបាក់អត់ជំរឿសនោះទេក៏មានតែនិយាយសុំទោសឡើងញោមមកទៅតាត់ហើយក៏បញ្ញាប់រត់ចាក់ចេញពីទីកន្លែងនោះទៅចឹងហើយពូហ្វាន់បានប្រាប់ឲ្យសងនាំវ៉ាន់លូទៅផ្លាស់ខោអាវសិនទៅចាំបន្តិចទៀតជួបគ្នាចឹងហើយសងក៏បាននាំវ៉ាន់លូមកកាន់กับហត្ថមិត្តរបស់នាងធ្វើការផ្លាស់ខោអាវប៉ុន្តែពួកនាងទាំងពីរបានដឹងនោះទេថាមានអ្នកតាមដានពីខាងក្រោយនោះក៏ជាក្រុមពាក់វ៉ែនតាដែលអាចក្បាំងនឹងហើយនៅពេលដែលពួកគេធ្វើការផ្លាស់ខោអាវរួចរាល់ដល់ហើយបំរុងនឹងចាក់ចេញស្រាប់តែពួកគេនឹងគប់ដុំភ្លើងមកបង្កើតទៅជាអគ្គិភ័យឆាប់ឆេះពេញអផាតមិននោះបន្តមកទៀតពួកនាងទាំងពីរក៏ប្រញាប់ស្វែងរកនៅបន្ទប់លាក់ខ្លួនមួយដើម្បីការពារពីសុវត្ថិភាពគឺនៅក្នុងបន្ទប់ទឹកហើយក៏បើកទឹកដើម្បីឲ្យទឹកនឹងហូរហៀពេញនឹងភ្លើងមិនអាចជ្រាបចូលមកដល់ក៏ប៉ុន្តែភ្លើងមិនអាចជ្រាបចូលដល់មែនក៏ប៉ុន្តែអ្នកដែលជ្រាបចូលដល់នោះក៏ជាមនុស្សនឹងឯងគេម្នាក់នឹងគឺមានកម្លាំងខ្លាំងណាស់សងក៏មិនអាចទប់ទល់ជាមួយនឹងអបិបរបាល់មុខនឹងបានទេត្រូវបានគេវាយឲ្យមានរបួសជាទម្ងន់បន្ថែមពីនឹងក៏បានចាប់ខ្លួនយូវ៉ាន់លូរត់ចេញទៅខាងក្រៅទៀតផងកន្លែងមកមើលនៅខាងក្រៅនេះវិញអ្នកគ្រប់គ្នានាំគ្នាផើជឿឆោហាបេឆាងហើយនឹងក៏ធ្វើខ្លួនដូចជាស៊ុបបឺមែនទៅជួយសង្គ្រោះស្រីស្អាតទាំងពីរអ្នកនឹងអញ្ចឹងតែបើបំណងរបស់គេគ្រាន់តែចូលទៅដើម្បីពួនក្រោមចតើហើយមកស្ទុះចាំរត់ចេញមកវិញក៏បន្តែ
ហើយនៅពេលដែលចូលទៅដល់ឃើញភ្លើងផ្ទុះក្តៀងក៏គេបកក្រោយមកវិញផឹងអាណាទៅគេទៅគេអត់ទៅទេប្រកាសណាអ្នកដែលចូលទៅនោះក៏ជាពូហ្វានឹងឯងនៅពេលដែលចូលមកដល់ខាងក្នុងបានឃើញថាទីកន្លែងនោះឆាបឆេះឡើងខ្ទេចខ្ទីហើយនៅសល់ត្រឹមតែបន្ទប់ទឹកមួយតែប៉ុណ្ណោះតែមានភ្លើងចូលដល់ហើយសងសងក៏ស្ថិតនៅទីកន្លែងនោះដូចគ្នាចឹងហើយពូហ្វានក៏បញ្ញាប់ទៅជួយសង្គ្រោះនាងសាច់រឿងកាន់មកកាន់យូវ៉ាន់លូឯនេះវិញក៏ត្រូវបានជន់បិទមកទាំងអស់នោះនាំនាងទៅកាន់ទីតាំងមួយបាត់ហើយក៏ប៉ុន្តែពួកគេអត់រួចខ្លួននោះទេព្រោះថានៅក្បែរហ្នឹងក៏មានអានរ៉ានៅទីនោះដូចគ្នាបច្ចេកទេសឃាតកររបស់នាងគឺពិសេសខ្លាំងណាស់ហើយបែបម្នាក់ហ្នឹងក៏បានបញ្ជាកូនចៅពាក់របាំងមុខគេពីរនេះឲ្យសម្រុកចូលទៅតែចូលរួមសោកស្ដាយផងគឺថាពួកគេទាំងពីរនេះមិនមែនជាដៃគូរបស់អានរ៉ាទេដោយល្បឿនរបស់នាងគឺលឿនជាងសម្លេងទៀតបូករួមជាមួយនឹងកូនកបិតភ្លោះដែលពូហ្វានបានប្រកល់ឲ្យការនងទៀតធ្វើឲ្យវាកាន់តែរឹងមាំកាត់ដៃកាត់ជើងកូនចៅទាំងពីរនាក់នោះយ៉ាងផុយដោយសារតែឲ្យជំរឿគេក៏បានយកយូវ៉ាន់លូធ្វើជាចំណាប់ខ្មាំងបើសិនជានេះហ៊ានតែឈានជើងមកជំហានទេប្រកាសជាស្លាប់ជាមិនខានកន្លែងមកមើលពូហ្វាននៅវិញគឺជួយសង្គ្រោះសងចេញមកខាងក្រៅបានសម្រេចទៅហើយរួចក៏បញ្ចុកថ្នាំនាងមួយគ្រាប់ដើម្បីព្យាបាលរបួសហើយពូហ្វានក៏ស្កេនមើលទៅឃើញថាបែបម្នាក់ហ្នឹងកំពុងតែចាប់យូវ៉ាន់លូធ្វើជាចំណាប់ខ្មាំងស្របពេលជាមួយគ្នាអានរ៉ានក៏នៅតែបន្តដើរចូលទៅដែលនេះមិនខ្លាចទៅនឹងការគំរាមរបស់គេនោះទេព្រមទាំងនិយាយឲ្យថាជាមើលដៃរបស់គេលឿនជាងឬមួយក៏កបិតរបស់នាងលឿនជាងទៅដោយសារតែមិនអាចមើលស្រាននាងបានហើយដូច្នេះហើយគេក៏បានប្រើប្រាស់នៅបច្ចេកទេសមួយទៀតនោះក៏ជាការបំផ្ទុះខ្លួនឯងរកកូនចៅរបស់គេទាំងអស់គឺបានបំពាក់នៅបន្ទះឈៀបក្នុងខួរក្បាលព្រមជាមួយនឹងក្របបែកបើសិនជាគេចុចកង់តានៅទៅពួកគេក៏នឹងរត់ទៅបំផ្ទុះខ្លួននៅជិតគោលដៅហើយនៅកណ្ដាលពេលនេះសូម្បីតែអានរ៉ានមានអារម្មណ៍ថាខ្លួនឯងដូចជាវីវ៉ដែរហើយបងប្អូនសម្រាប់សាច់រឿងនៅក្នុងភាគទី149គឺមានតែប៉ុណ្្នឹងនោះទេចាំងរងចាំតាមដាននៅក្នុងភាគទី150ទៀតអេដមីនក៏សូមអធិស្ឋានចំពោះភាពយឺតយ៉ាវហើយនឹងកំហុសឆ្គងមួយចំនួនដែលបានកើតឡើងជាងនឹងជួបគ្នាសាថ្មីក្នុងវីដេអូសម្រាប់រឿងបន្តពីអេដមីនមីប៉ាស៊ីលគឺមានតែប៉ុណ្្នឹងទេសូមជូនពរបងប្អូនទាំងគ្នាព្រមទាំងក្រុមគ្រួសារមានសុខភាពល្អបវររុងរឿងមានលុយឆៃកាន់តែច្រើន